យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនិងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B2 Spirit បានហោះក្នុងកម្ពស់ទាបយ៉ាងច្បាស់រួចទម្លាក់គ្រាប់បែកលើទីតាំងស្តុកគ្រាប់មីស៊ីលក្នុងប្រទេសអ៊ីរ៉ង់បណ្ដាញផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចុះផ្សាយថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទបំបាំងកាយរបស់សហរដ្ឋអាមេរិកបានហោះឆ្មក់វាយប្រហារហើយបន្ទាបខ្លួនទម្លាក់គ្រាប់បែកទៅលើបណ្ដាញទីតាំងរូងក្រោមដីនៃទីតាំងស្តុកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់តាំងពីយប់ថ្ងៃទី28ខែមីនាមកម្លេះដោយបញ្ជាក់ថាយ៉ាងហោចណាស់ទីតាំងផលិតមីស៊ីលចំនួន3កន្លែងរបស់កងឆ្មំបដិវត្តអ៊ីរ៉ង់ត្រូវបានកំទេចក្នុងនោះទីតាំងស្តុកគ្រាប់មីស៊ីលក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរនេះគឺជាការវាយប្រហារថ្មីម្ដងទៀតដោយសហរដ្ឋអាមេរិកប្រើប្រាស់រហូតដល់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ V2 Spirit របស់ខ្លួនផ្ដើមវាយប្រហារទៅលើទីតាំងដ៏រឹងមាំដែលនៅសេសសល់របស់កងឆ្មំបដិវត្តអ៊ីរ៉ង់ដែលនៅតែមានសមត្ថភាពក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយទៅលើប្រទេសអ៊ីស្រាអែលនិងទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រប៉ែសទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិក CENTCOM បញ្ជាក់ថាការទម្លាក់គ្រាប់បែកចេញពីយន្តហោះ B2 Spirit បានទម្លាក់ទៅលើគោលដៅជាច្រើននៃទីតាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់មិនតែប៉ុណ្ណោះសាក់សីឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែក B2 Spirit របស់សហរដ្ឋអាមេរិកលើកនេះហោះបន្ទាបខ្លួនយ៉ាងច្បាស់ដោយទម្លាក់គ្រាប់បែកលាន់លឺយ៉ាងសន្ធប់ផ្ទុះបែកផ្សែងដោយការរំជួយធរណីសាក់សីបានបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនោះវាបានហោះចេញពីមូលដ្ឋានទ័ពអាកាស Anderson នៅកោះ Guam និងនៅមូលដ្ឋានរបស់វាមួយកន្លែងទៀតក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិកការហោះហើរយន្តហោះមហាយក្សដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនេះបានទម្លាក់គ្រាប់បែកកំទេចរុំក្រោមដីជាប្រភេទគ្រាប់បែកដែលអាចទម្លុះភ្នំបានទៀតផងប៉ុន្តែអ្វីដែលសំខាន់គេរកឃើញថានៅក្នុងរូងក្រោមដីនោះនៅក្បែរជើងភ្នំវាគឺជាទីតាំងស្តុកគ្រាប់មីស៊ីលបាឡេស្ទិកនិងក៏ជាទីតាំងផលិតគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ផងដែរដែលរងការវាយប្រហារបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកឲ្យដឹងថាការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃចេញពីកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនោះដោយសារតែគេមើលឃើញថាអ៊ីរ៉ង់នៅមានសមត្ថភាពនៃការបាញ់មីស៊ីលចេញពីទីតាំងរូងក្រោមដីសាក្សីបានបញ្ចេញរូបភាពទៅឲ្យសារព័ត៌មាន Iran International ថាគេឃើញមីស៊ីលបាញ់ចេញពីច្រកភ្នំមួយចេញពីរូងក្រោមដីនៃភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ដែលចាំបាច់ត្រូវឆ្លើយតបជាមួយនឹងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B2 Spirit នេះទើបអាចកំទេចទីតាំងដ៏រឹងមាំនោះបានទីបញ្ជាការកម្ដាលរបស់កងទ័ពសហរដ្ឋអាមេរិកឲ្យដឹងថាមីស៊ីលផ្លោងបាឡីស្ទិករបស់អ៊ីរ៉ង់អាចបាត់បង់សមត្ថភាពដល់ទៅ 90% ប៉ុន្តែអ្វីដែលសំខាន់អ៊ីរ៉ង់នៅតែមានសមត្ថភាពបាញ់ប្រហារដោយមីស៊ីលផ្លោងបាឡីស្ទិករយៈចម្ងាយឆ្ងាយទៅលើគោលដៅជាច្រើននៃទីតាំងសត្រូវរបស់ខ្លួនជាមួយគ្នានេះសាក្សីនៃទីក្រុងតេអ៊ីរ៉ង់និងនៅបណ្ដាខេត្តមួយចំនួនទៀតបានឲ្យដឹងថាគេបានឃើញយ៉ាងច្បាស់នៃការបន្ទាបខ្លួននៃកងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅរដ្ឋធានីតេអ៊ីរ៉ង់និងនៅទីក្រុងការ៉ាយដោយការហោះបន្ទាបខ្លួនទម្លាក់គ្រាប់បែកយ៉ាងសកម្មទៅលើទីតាំងជាច្រើននៅទីនោះប៉ុន្តែជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មកថាការហោះហើរដោយបន្ទាបខ្លួននៃកងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះធ្វើឡើងជាថ្មីម្ដងទៀតនៅបណ្ដាខេត្តមួយចំនួនពាសពេញប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យសាក្សីបានប្រាប់សារព័ត៌មាន Iran International ថាគេបានឃើញយ៉ាងច្បាស់ក្រឡែតរហូតអាចថតរូបបានទៀតផងនៅរដ្ឋធានីតេអ៊ីរ៉ង់សាក្សីបាននិយាយថាចរន្តអគ្គិសនីបានដាច់ស្ទើរតែទូទាំងរដ្ឋធានីជាមួយនឹងការហោះហើរយ៉ាងទាបបំផុតដោយកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគេជឿថារោងចក្រអគ្គិសនីនៅក្នុងទីក្រុងតេអ៊ីរ៉ង់ត្រូវរងការវាយប្រហារទើបការដាច់ចរន្តអគ្គិសនីកើតមាននៅតំបន់មួយចំនួននៃរដ្ឋធានីតេអ៊ីរ៉ង់នៅខេត្ត Al-Bos ប្រជាជនអ៊ីរ៉ង់ក៏បានឲ្យដឹងថាចរន្តអគ្គិសនីត្រូវបានរលត់ឈឹងនៅទីក្រុងការ៉ាយនៅខេត្ត Sistan និងខេត្ត Baluchistan សាក្សីបានឲ្យដឹងថាសកម្មភាពនៃប្រព័ន្ធខែលការពាររបស់កងកម្លាំងមីស៊ីលអ៊ីរ៉ង់ពុំមានសុវត្ថិភាពនោះទេបានជាយន្តហោះចម្បាំងរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកអាចហោះបានយ៉ាងទាបបំផុតបែបនេះនៅខេត្ត Hormozgan ស្នូផ្ទុះលាន់ឮដោយគេហែកមេឃជាពិសេសគឺនៅទីក្រុងកំពង់ផាបងដាអាបាសដោយការវាយប្រហារផ្ទួនគ្នាកាលពីយប់ថ្ងៃអាទិត្យអ្នកជំនាញមើលឃើញថានៅពេលដែលយន្តហោះរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលហោះបន្ទាបខ្លួនបានរហូតដល់រដ្ឋធានីតេអ៊ីរ៉ង់និងបណ្ដាខេត្តមួយចំនួនទៀតនោះ
វាបញ្ជាក់ថាប្រព័ន្ធខែលការពីដែនអាកាសរបស់អ៊ីរ៉ង់អាចនឹងត្រូវបានកំទេចអស់ហើយមានន័យថាអ៊ីរ៉ង់ពុំមានលទ្ធភាពបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៀតនោះទេអ្វីដែលចម្លែកគឺសង្កេតឃើញយន្តហោះទម្លាក់គ្រាប់បែក B2 Spirit ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកដោយហោះហើរទីបបំផុតរហូតសូម្បីតែភ្នែកទទេក៏មើលឃើញយន្តហោះនេះដែរសាក្សីនិយាយថាតើឯណាទៅប្រព័ន្ធការពាររបស់អ៊ីរ៉ង់នៅពេលនេះដើម្បីបាញ់ទម្លាក់យន្តហោះដែលហក់ទាបបំផុតរបស់សត្រូវប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅតែបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានកំទេចអស់ហើយសមត្ថភាពនៃការប្រើប្រាស់មីស៊ីលបាញ់ទម្លាក់យន្តហោះក៏លែងមានដែរលោកជឿថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនឹងមានសេរីភាពខ្លាំងក្នុងការហោះហើរលើលំហអាកាសនៃប្រទេសអ៊ីរ៉ង់រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក Donald Trump កាលពីចុងសប្តាហ៍កន្លងទៅនេះថាបើយោងតាមការបញ្ជាក់ពីទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិកប្រព័ន្ធការពាររបស់អ៊ីរ៉ង់ត្រូវបានកំទេចទាំងស្រុងលំហអាកាសនៃប្រទេសអ៊ីរ៉ង់បានធ្លាក់ក្នុងដៃរបស់កងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលហើយយ៉ាងណានៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្ដាញផ្សាយព័ត៌មាន Iran International ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ពីការដាក់ផែនការដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកនៅតែរៀបចំខ្លួនដើម្បីចាប់យកឲ្យខានតែបាននៅពេលខាងមុខនេះលោកបានប្រាប់អ្នកសារព័ត៌មាន Channel 14 ទៀតថាជាការពិតណាស់វានឹងមានប្រតិបត្តិការដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ពីដៃរបស់កងទ័ពអ៊ីរ៉ង់ហើយនៅពេលនោះអ៊ីរ៉ង់នឹងធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុតលោក Donald Trump បញ្ជាក់ថាសហរដ្ឋអាមេរិកមានផែនការផ្ដាច់ឫសកែវនៃឥទ្ធិពលរបស់អ៊ីរ៉ង់តាមរយៈការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះជាមួយគ្នានេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅតែបញ្ចេញសាររបស់គាត់ថាសកម្មភាពនៃប្រតិបត្តិការសឹករបស់កងទ័ពអ៊ីស្រាអែលកំពុងតែបើកការវាយប្រហារយ៉ាងសកម្មដើម្បីកំទេចរបបភេរវកម្មនៅរដ្ឋធានីតេអ៊ីរ៉ង់លោកបញ្ជាក់ថាអ៊ីរ៉ង់នៅពេលនេះមិនមែនជាអ៊ីរ៉ង់នៃរបបសាធារណរដ្ឋអ៊ីស្លាមទៀតនោះទេហើយពួកហ៊ីបូឡោះលីបង់និងពួកហាម៉ាស់ប៉ាឡេស្ទីនដែលជាកូនអុករបស់របបនេះក៏ត្រូវបានកំទេចផងដែរលោកបញ្ជាក់ថាអ៊ីរ៉ង់កំពុងបាត់បង់សម្ព័ន្ធមិត្តរបស់ខ្លួនហើយសម្ព័ន្ធមិត្តណាដែលហ៊ានងើបឡើងអន្តរាគមន៍ជួយអ៊ីរ៉ង់ក៏នឹងត្រូវកំទេចចោលដែរកាលពីថ្ងៃទី29ខែមីនាក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែនដែលជាក្រុមសកម្មប្រយុទ្ធដ៏ធំបំផុតនៅមជ្ឈិមបូព៌ាហើយក៏ជាសម្ព័ន្ធមិត្តនឹងកូនអុករបស់អ៊ីរ៉ង់បានប្រកាសថាខ្លួនបានចាប់ផ្ដើមបើកការវាយប្រហារដោយបាញ់មីស៊ីលចូលទៅប្រទេសអ៊ីស្រាអែលដើម្បីអន្តរាគមន៍ជួយសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែលទទួលស្គាល់ថាពិតជាមានគ្រាប់មីស៊ីលបាញ់ចេញពីទឹកដីយេម៉ែនដោយក្រុមហ៊ូធីពិតមែនប៉ុន្តែលោកនេតានយ៉ាហ៊ូប្រមានថាពួកសកម្មប្រយុទ្ធទាំងនេះនឹងត្រូវកំទេចដូចគ្នាទៅនឹងពួកហាម៉ាស់នៅប៉ាឡេស្ទីននិងពួកហេសបូឡោះនៅលីបង់ដែរយ៉ាងណាមិញទីបញ្ជាការរបស់កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់នៅតែប្រមានថាអ៊ីរ៉ង់កំពុងរៀបចំដើម្បីបាញ់ពន្លិចនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Abraham Lincoln ជាថ្មីម្ដងទៀតប្រសិនបើសហរដ្ឋអាមេរិកចាប់ផ្ដើមបើកការវាយប្រហារដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ពីដៃរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ Shahram Irani បានបញ្ជាក់ទៀតថាអ៊ីរ៉ង់កំពុងតាមដានចលនារបស់នាវា USS Abraham Lincoln ហើយឲ្យតាអាមេរិកវាយប្រហារយកច្រកសមុទ្រ Hormuz មីស៊ីលប្លង់បាឡេស្ទិករបស់អ៊ីរ៉ង់នឹងហោះទៅបាញ់ពន្លិចនាវាផ្ទុកយន្តហោះដ៏ធំសម្បើមនេះភ្លាមទោះជាយ៉ាងនេះក្តីនៅពេលនេះសហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រដ៏ធំមួយគ្រឿងចូលទៅដល់តំបន់ឈូងសមុទ្រប៉េះរួមជាមួយកម្លាំងយោធា4ប៉ុណ្ណេះសម្រាប់ប្រតិបត្តិការវាយលុកផ្លូវគោកមិនតែប៉ុណ្ណោះអាមេរិកបានដាក់ពង្រាយកងទ័ពម៉ារីននិងកងទ័ពឆ័ត្រយោង17,000 នាក់ដែលបានចូលទៅដល់តំបន់នោះរួចហើយសរុបមកកងទ័ពសហរដ្ឋអាមេរិកដែលឈរជើងនៅតំបន់មជ្ឈិមបូព៌ាមានលើសពី 50,000 នាក់ហើយលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាន Channel 14 របស់អ៊ីស្រាអែលថាយុទ្ធនាការសង្គ្រាមដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz គឺត្រូវតែចាប់ផ្ដើមដោយជាមិនរួចនោះទេប៉ុន្តែជាមួយគ្នានេះអ៊ីរ៉ង់អះអាងថាខ្លួនបានត្រៀមតបរហូតដល់ទៅ1 លាននាក់រួចហើយដើម្បីបើកប្រតិបត្តិការទប់ទល់នឹងការវាយលុកដោយកងទ័ពជើងគោកពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់សច្ចាថានឹងធ្វើសង្គ្រាមរហូតដល់ដំណាក់កាលចុងក្រោយលុះត្រាតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលព្រមដកថយចេញពីការឈ្លានពានប្រទេសអ៊ីរ៉ង់